មានន័យយ៉ាងម៉េចនៅពេលដែលអ្នករស់ស៊ីនៅប្រទេសកម្ពុជាលើកឡើងអំពីថាកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាស្ថិតនៅដល់ផ្លូវបំបែកបានន័យថាត្រូវជ្រើសរើសថាទៅផ្លូវណាមិនអញ្ចឹងដល់ពេលផ្លូវបំបែកខ្ញុំនឹងបកស្រាយលម្អិតអំពីអឺសហគ្រិនរូបនេះថាតើលោកជានរណាហើយហេតុអីបានជាមានសារបែបនេះនៅក្នុងពេលដែលកម្ពុជាកំពុងតែក្រំគ្រាដួងចិត្តតាក់ទងនឹងការថ្កោលទោសជំទឹះពីសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសពាក់ព័ន្ធនឹងរឿងបញ្ហាអាជីវកម្មជាពិសេសការជួញដូរអនឡាញឬក៏ការឆបោកអនឡាញនិងបញ្ហាផ្សេងៗមួយចំនួនទៀតនៅលើវិស័យពាណិជ្ជកម្មកម្ពុជានេះរឿងទី2គឺតាក់ទងនឹងទាហានថៃនៅថ្ងៃនេះគឺធ្វើឲ្យខូចអារម្មណ៍ដួងចិត្តប្រជាពលរដ្ឋកាន់តែបន្ថែមទៀតជាពិសេសនៅតំបន់ព្រៃច័ន្ទដោយនាំគ្នាស្រាក់ដៃគ្នាដើរកាត់ដីស្រែដែលបានកាប់ឆ្ការរួចហើយនឹងច្រៀងចម្រៀងជាតិហាក់បីដូចជាបង្ហាញថាគេបានទទួលជោគជ័យយ៉ាងត្រចះត្រចង់នៅលើដីដែលជាដែនអធិបតេយ្យរបស់កម្ពុជាទង្វើរបស់ទាហានថៃនេះគឺមិនបានធ្វើឲ្យស្ថានភាពប្រសើរទេគឺមានតែដុតកំហឹងនឹងការឆាបឆេះឈឺចាប់របស់កម្ពុជាបន្តទៅទៀតតើថៃធ្វើនេះបានន័យថាយ៉ាងម៉េចរឿងទី3គឺតាក់ទងនឹងប្រតិកម្មរបស់អឺប្រធានព្រឹទ្ធសភាកម្ពុជាតបទៅនឹងអ្នកនាំពាក្យរបស់ក្រសួងការពារជាតិថៃដែលសរសេរឬក៏ផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមផ្សព្វផ្សាយរបស់ថៃជាពិសេសសារព័ត៌មានថៃ The Nation ដែលនិយាយថាលោកហ៊ុនសែនបានរកច្រកឲ្យថៃឬក៏ថាសុំឲ្យថៃបើកច្រកព្រំដែនវិញត្រឹមថ្ងៃទី20ខែតុលាតើរឿងនេះវាយ៉ាងម៉េចការផ្សព្វផ្សាយនឹងយ៉ាងម៉េចហើយប្រតិកម្មរបស់ប្រធានព្រឹទ្ធសភាជាពិសេសអ្នកនាំពាក្យប្រធានសភានេះយ៉ាងម៉េចអព្រោះរឿងចំហកម្ពុជានិងចំហថៃនេះគឺដូចជាខ្លាំងរៀងខ្លួនតើហេតុអីបានជាពេលហ្នឹងមានខាងកម្ពុជាទៅសុំឲ្យថៃបើកព្រំដែនឡើងវិញបើចំហកម្ពុជាដូចជាដាច់ណាត់តាំងពីយូរហើយមកតើនេះគឺជាសង្គ្រាមចិត្តសាស្ត្រអ្វីផ្សេងទៀតហើយតាក់ទងនឹងបញ្ហាព្រំដែននេះយើងនឹងខ្ញុំនឹងជម្រាបជូនរឿងនេះផងដែររឿងបន្ទាប់ទៀតនេះគឺតាក់ទងនឹងការដែលគណៈកម្មាធិការកិច្ចការព្រំដែនសំទោសយុទ្ធភូមិភាគឬក៏ RBC នោះគឺត្រូវបានលុបចោលទៅវិញទៅហើយឬក៏ថាលើកពេលគ្មានការកំណត់ទេព្រោះអីត្រូវជួបគ្នានៅពាក់កណ្ដាលខែនេះហើយឥឡូវនេះគឺលើកពេលគ្មានការកំណត់តើថៃមានល្បិចអីទៀតហើយឬក៏យ៉ាងម៉េចបានជាអឺកម្ពុជាធ្វើជាម្ចាស់ផ្ទះថៃកិច្ចកុកលែងចូលប្រជុំដោយយកហេតុផលអីឲ្យប្រកាសបាទព្រោះអីថ្ងៃដែលត្រូវថាស្អីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាលំពួរអីណានោះជិតមកដល់ផងឥឡូវហ្នឹងមិនក៏បានកិច្ចកុកអីអញ្ចឹងទៀតទៅហើយបន្ទាប់ទៀតនេះគឺតាក់ទងនឹងរឿងប្រតិកម្មរបស់សាធារណជនទូទៅជុំវិញរឿងគ្រោះថ្នាក់ចរាចរណ៍មួយដ៏កក្រើកនៅឯប្រទេសកម្ពុជាដែលអ្នកបើកបរជាមន្ត្រីរាជការជាប៉ូលីសស្អីផងហើយទៅបើកបរនៅក្នុងពេលស្រវឹងហើយទៅបុកបង្កគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យស្លាប់មនុស្សឥឡូវនេះតុលាការបានផ្តន្ទាទោសគាត់ត្រឹមតែ3ឆ្នាំហើយព្យួរទោស2ឆ្នាំអញ្ចឹងនៅសល់តែជាប់ពន្ធនាគារតែ1ឆ្នាំតែប៉ុណ្ណោះដូច្នេះទោសនេះមើលទៅសាធារណជនទូទៅគិតថាស្រាលទើបមានការផ្សព្វផ្សាយឡើងក៏ក្រើកបណ្ដាញសង្គម Facebook រហូតទាល់តែតុលាការសាលាដំបងចេញសេចក្តីប្រកាសសេចក្តីប្រកាសព័ត៌មានដើម្បីបកស្រាយបំភ្លឺរឿងនេះហេតុអីបានជាតុលាការចាប់បាច់បកស្រាយបំភ្លឺអីបើរឿងយើងកាត់ក្តីឲ្យតែវាច្បាស់ហើយហេតុអីបានជាទុកដានមន្ទិលឲ្យប្រជាពលរដ្ឋត្រូវការតវ៉ាហើយក៏នាំតាំងចេញមានការបកស្រាយដែលនាំឲ្យមានមន្ទិលច្រើននៅក្នុងប្រព័ន្ធតុលាការនិងយុត្តិធម៌យើងតទៅទៀតបែបនេះហើយនឹងរឿងតាក់ទងនឹងរឿងអាស្រូវនៃការជួញដូរអនឡាញឬឆបោកអនឡាញតាក់ទងនឹងចំណាត់ការរបស់អាមេរិកទៅលើលោក Gen Z ដែលជាទីប្រឹក្សារបស់លោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានិងជាទីប្រឹក្សារបស់ប្រធានព្រឹទ្ធសភាកម្ពុជាលោកហ៊ុនសែនផងនោះឥឡូវនេះក៏ក្រើកផ្ទៃបណ្ដាញសង្គមជាពិសេសស្ថាបព័ត៌មានល្បីៗនៅលើពិភពលោកបានផ្សព្វផ្សាយយ៉ាងស្រោចដែលធ្វើឲ្យគេអាស្រូវរបស់កម្ពុជានេះគឺពិបាកនឹងរលប់មែនតើបាទហើយនឹងមានព័ត៌មានមួយចំនួនទៀតដែលខ្ញុំនឹងជម្រាបជូននៅក្នុងរយៈពេលប្រមាណជាកន្លះម៉ោងទៅមុខទៀតនេះតាមលំដាប់លំដោយទៅតាមការនឹកឃើញរបស់ខ្ញុំព្រោះអីព័ត៌មានបង្អែមលាងមាត់ពេលព្រឹកនេះយប់មិញចូលគេងយប់ជ្រៅទៅទៀតដោយសារតែធ្វើបង្អែមលាងមាត់ថ្ងៃត្រង់នៅខ្មែរវាត្រូវកណ្ដាលអាត្រៀតនៅស្រុកអាមេរិកនេះទៅហើយទៅពេលតែភ្ញាក់មកព្រលឹមស្រាងដើម្បីត្រៀម
មកផ្ទះថ្នោតទៀតនេះគឺច្រើនតែមានភាពរៀងឆក់ល្វែងតិចសូមអធិស្ឋានពីបងប្អូនផងបាទតែយ៉ាងណាខ្ញុំនឹងជម្រាបជូនព័ត៌មានដែលសំខាន់សម្រាប់ថ្ងៃនេះដូចតទៅតកតងនឹងរឿងទី1ទៅមុនរឿងទី1នេះគឺសហគ្រិនឬក៏ម្ចាស់អាជីវកម្មដែលជាជនជាតិបរទេសនៅប្រទេសកម្ពុជាថ្ងៃនេះគឺសរសេរសារបង្ហោះតាមបណ្ដាញសង្គម Facebook របស់គាត់បង្ហាញអំពីការព្រួយបារម្ភហើយការព្រួយបារម្ភរបស់គាត់នេះមានភាពសមហេតុផលខ្ញុំនឹងពន្យល់គាត់និយាយថាគេឈ្មោះរបស់កម្ពុជាដើរដល់ផ្លូវបំបែកហើយមានន័យថាយ៉ាងម៉េចគេឈ្មោះរបស់កម្ពុជាដើរដល់ផ្លូវបំបែកហើយនេះគឺជាមតិរបស់អឺសហគ្រិនមួយរូបដែលខ្ញុំបានតាមដានបណ្ដាញសង្គម Facebook របស់លោកជានិច្ចនិរន្តរ៍ដែរហើយឃើញថាលោកមានភាពស្មោះត្រង់នឹងប្រទេសកម្ពុជាណានៅពេលដែលមានចំនួនជាមួយនឹងថៃខ្ញុំឃើញលោកហាក់បីដូចជាមានអឺសមានចិត្តទៅខាងភាគីកម្ពុជាច្រើនព្រោះអីសារដែលលោកនិយាយហ្នឹងគឺហាក់បីដូចជាស្រឡាញ់កម្ពុជាពេញចិត្តនឹងការរកស៊ីនៅកម្ពុជាពេញចិត្តនឹងការបន្តឲ្យស្ថានភាពល្អប្រសើរដើម្បីបន្តអាជីវកម្មនិយាយទៅគឺគាត់លើកថ្លឹងថ្លែងវិភាគផ្លូវច្បាប់ផ្លូវបច្ចេកទេសផ្លូវស្អីច្រើនដែលធ្វើឲ្យសាររបស់គាត់មើលទៅមានលក្ខណៈអព្យាក្រឹតច្រើនដែលគួរឲ្យកោតសរសើរដែរអ្នកណាគេដែលខ្ញុំលើកកោតសរសើរអំពីអឺមតិរបស់គាត់នៅតាមបណ្ដាញសង្គម Facebook ហ្នឹងគឺលោក Agno Dark បាទលោក Agno Dark នេះគឺជាជនជាតិបារាំងទេតាមពិតលោកមកនៅប្រទេសកម្ពុជាយូរឆ្នាំហើយស្រឡាញ់ប្រទេសកម្ពុជាជាញឹកញយឃើញលោកច្រើនតែទៅទទួលទានបបរខ្មែរពនំបញ្ចុកខ្មែរឬក៏អាហារខ្មែរតាមទីផ្សេងដើម្បីលើកទឹកចិត្តផលិតផលក្នុងស្រុករបស់យើងដែរក៏ប៉ុន្តែលោកអាក់ណូគឺជាសហស្ថាបនិកនៃក្រុមហ៊ុនធំមួយដែលគេហៅក្រុមហ៊ុនផ្នែកដឹកនាំយុទ្ធសាស្ត្របដិសណ្ឋារកិច្ចឈ្មោះថា Thalias អឺ Thalias Hospitality ហ្នឹងគឺជាក្រុមហ៊ុនធំមួយនៅប្រទេសកម្ពុជាក្នុងវិស័យភោជនីយដ្ឋានសណ្ឋាគារអីហ្នឹងដែលតាមពិតលោកអាក់ណូជានាយកប្រតិបត្តិដែលមានបុគ្គលិកនៅក្នុងក្រុមហ៊ុនគាត់រហូតដល់ទៅមិនតិចជាង500នាក់ទេដូច្នេះបានន័យថាលោកបានជួយកិច្ចការងារអឺដល់ចម្រុងចម្រើនដល់វិស័យការងារវិស័យបដិសណ្ឋារកិច្ចសណ្ឋាគារភោជនីយដ្ឋាននៅប្រទេសកម្ពុជានឹងក៏ច្រើនសម្បើមដែរក្នុងនាមជាអាជីវករឬក៏សហគ្រិនបរទេសម្នាក់នៅប្រទេសកម្ពុជាប៉ុន្តែថ្ងៃនេះលោកសរសេរសារដែលគួរឲ្យចាប់អារម្មណ៍ហើយខ្ញុំជឿថាថ្នាក់ដឹកនាំបើបានទទួលសាររបស់គាត់ហើយក៏គួរតែពិចារណាឲ្យមែនតែនរឿងនេះគឺជារឿងបច្ចេកទេសសុទ្ធសាធអត់តាក់ទងនឹងរឿងនយោបាយទេបើតាមខ្ញុំអានសំណេររបស់គាត់គាត់ថាគេឈ្មោះរបស់ប្រទេសកម្ពុជាគឺស្ថិតដល់ផ្លូវបំបែកទៅហើយនៅពេលដែលគាត់សរសេរជាភាសាអង់គ្លេសថា Cambodia reputation is at a crossroads ឬក៏ at a crossroad បានន័យថាផ្លូវប្រសពឬផ្លូវបំបែកបានន័យថារបត់នេះគឺជារបត់មួយដែលកម្ពុជាត្រូវសម្រេចព្រោះធម្មតានៅពេលដែលយើងដើរទៅកន្លែងណាក៏ដោយធ្វើដំណើរអីក៏ដោយនៅពេលដែលយើងទៅដល់ផ្លូវបំបែកជាពីរឬក៏ផ្លូវត្រូវកាច់កាយឬក៏បត់ទៅឯណាមានទិសដៅតែត្រូវចេញច្រើនហ្នឹងគឺយើងអត់អាចធ្វើដំណើរតាមទិសដដែលបានទេព្រោះផ្លូវហ្នឹងវាអត់មានការដែលត្រូវទិសដដែលបានទៀតទេវាត្រូវការកាច់ឆ្វេងបត់ស្ដាំឬក៏ត្រូវបត់កោងបត់អី160 180ឬដឺក្រេអីហើយអញ្ចឹងនៅក្នុងន័យនេះគឺចង់និយាយថាគេឈ្មោះរបស់កម្ពុជានេះដល់ចំណុចដែលត្រូវកែតម្រង់ស៊ីជម្រៅស្លាប់រស់ហើយបើយើងមិនធ្វើទេគឺធ្លាក់ស្រែហើយអានេះហើយគឺជាសាររបស់លោកហើយលោកនិយាយនេះគឺដោយផ្អោចផ្ដាច់សំទោសដោយផ្អែកទៅលើអ្វីដែលលោកបានលើកឡើងថាកាលពីព្រឹកមិញគឺនាយកដ្ឋានឬក៏ក្រសួងយុតិធធម៌របស់អាមេរិកបានប្រកាសនៅដីកាចោតប្រកាន់មួយប្រឆាំងនឹងលោក Gen Z ដែលជាប្រធានរបស់ក្រុមសម្ព័ន្ធក្រុមហ៊ុន Prince ដោយចោតប្រកាន់បុគ្គលរូបនេះអំពីការដែលបើកឬក៏ប្រតិបត្តិការមជ្ឈមណ្ឌលលាងសម្អាតប្រាក់ហើយនឹងពលកម្មដោយបង្ខំនៅឯប្រទេសកម្ពុជាហើយរហូតដល់សហរដ្ឋអាមេរិករឹបអូសទ្រព្យសម្បត្តិដែលជា Bitcoin នឹងរហូតដល់ទៅ$15,000 លានដែលជាចំនួនទឹកប្រាក់
នៅក្នុងការរឹបអូសដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃអឺសកម្មភាពប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋរបស់សហរដ្ឋអាមេរិកបាទមិនធ្លាប់មានជាប្រវត្តិសាស្ត្រហ្មងគឺមិនដែលមានទៅរឹបអូសឯណាដល់ទៅ$1,000,000,000ហើយ$15,000,000,000ដូច្នេះទេតាមពិត$15,000,000,000នេះគឺជាលុយនៅក្នុង Bitcoin ទេបើនិយាយទៅអាមេរិកហើយនិងអង់គ្លេសរឹបអូសដល់$16,000,000,000ឯណោះ$16,000,000,000នេះគឺសំដៅទៅលើទ្រព្យមួយចំនួនទៀតដូចជាតកតនៅទីក្រុងឡុងដែលមានទីតាំងអគារស្កឹមស្កៃនិងអចលនទ្រព្យ19កន្លែងទៀតរបស់លោក Gen Z ដែលសរុបជាទ្រព្យហ្នឹងប្រហែលជា$16,000,000,000ហ្នឹងឯងដូច្នេះលោកក៏លើកឡើងអំពីបញ្ហាក្រុមការងារពិសេសផ្នែករតនាគាររបស់អាមេរិកដែលចាត់ការរឿងនេះក៏លោកនិយាយអំពីបញ្ហាក្រសួងការបរទេសអង់គ្លេសដែលក៏សម្របសម្រួលប្រតិបត្តិការដាក់ទណ្ឌកម្មប្រឆាំងទៅលើរបររកស៊ីបែបកេងប្រវ័ញ្ចនេះអញ្ចឹងដែរដូច្នេះសំណួរដែលលោកដាក់សួរចោតនៅក្នុងបណ្ដាញសង្គម Facebook របស់លោកថ្ងៃនេះក៏សួរថាអញ្ចេះសម្រាប់យើងទាំងអស់គ្នាជាអ្នករកស៊ីណាលោកប្រើពាក្យអញ្ចឹងសម្រាប់អ្នកទាំងអស់ដែលមានផលប្រយោជន៍នៅប្រទេសកម្ពុជាដែលរកទទួលទាននៅប្រទេសកម្ពុជានៅទីនេះព័ត៌មាននេះមិនរឿងនេះមិនមែនជាព័ត៌មានទេបានន័យថាឮរឿងអំពីបញ្ហាគេអាសោចរបស់កម្ពុជានឹងមិនមែនតែជាព័ត៌មានទេប៉ុន្តែវាគឺជារបត់នៃផ្លូវបំបែកមួយដ៏ធំដែលត្រូវសម្រេចបានន័យថាម៉េចរត់ចោលស្រុកខ្មែរនៅបន្ត business តទៅទៀតន័យហ្នឹងគឺក្នុងន័យអញ្ចឹងលោកអាក់ណូលោកសំទោសលោកដែលជាអាក់ណូតដាតនេះគឺគាត់ចង់ជម្រាបថាវាដល់ផ្លូវបំបែកហ្នឹងគឺគាត់បន្តទៀតថាសហរដ្ឋអាមេរិកជាពិសេសគឺវិទ្យាស្ថានសន្តិភាពរបស់សហរដ្ឋអាមេរិក USIP បានប៉ាន់ប្រមាណថាប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជាឥឡូវគឺមានទឹកប្រាក់ដែលឆបោកនឹងបានទំហំទឹកប្រាក់រហូតដល់ទៅប្រមាណ$12,500,លាននៅក្នុងមួយឆ្នាំដែលមែនតែនទៅគឺស្ទើរតែពាក់កណ្ដាលនៃ GDP របស់កម្ពុជាហើយហ្នឹង GDP សម្រាប់ប្រជាពលរដ្ឋទាំង17លាននាក់បូកចូលគ្នាគឺបានតែ20លានជាងហ្នឹងហើយទៅអានេះ$12,500,លានហើយគ្រាន់តែលុយឆបោកនៅក្នុងវិស័យនេះគឺច្រើនសន្ធឹកមែនតើហើយលោកក៏លើកឡើងអំពីអង្គការ Amnesty International អង្គការលើកលែងទោសអន្តរជាតិដែលមានរបាយការណ៍ស៊ើបអង្កេតរយៈពេល18ខែតាក់ទងជាមួយនឹងការធ្វើទរណកម្មនិងឯកសារស្រាវជ្រាវអំពីមជ្ឈមណ្ឌលឆបោកអនឡាញហ្នឹងមានទីតាំងរហូតដល់ទៅ53កន្លែងដែលមានផ្ទុកមនុស្សរហូតដល់ទៅ100,000ទៅ120,000នាក់ដែលបង្ខំឲ្យធ្វើការនៅក្នុងបនលបែងអនឡាញជាសកលនេះដែលរឿងនេះក៏តាក់ទងនឹងក្រុមការងារបច្ចេកទេសហិរញ្ញវត្ថុពិសេសរបស់អាមេរិកហ្នឹងក៏បន្តដាក់កម្ពុជាជាពិសេសកាស៊ីណូនិងវិស័យអចលនទ្រព្យកម្ពុជានៅក្នុងចំណោមឧស្សាហកម្មដ៏មានហានិភ័យខ្ពស់បំផុតសម្រាប់ការលាងសម្អាតប្រាក់នៅប្រទេសកម្ពុជានិងទីផ្សេងទៀតដែលយកកម្ពុជាជាមូលដ្ឋាននេះដូច្នេះលោកសួរជាសំណួរបែបនេះដែលធ្វើឲ្យថ្នាក់ដឹកនាំទាំងអស់អ្នករកស៊ីទាំងអស់ក៏គួរពិចារណាក៏សួរថាក្នុងនាមជាម្ចាស់អាជីវកម្មនិងជាអ្នកវិនិយោគមួយរូបដែលរកទទួលទាននៅទីផ្សារកម្ពុជាជាច្រើនឆ្នាំមកហើយខ្ញុំក៏មានផលប្រយោជន៍អាជីវកម្មនៅក្នុងប្រទេសនេះហើយក៏មិនត្រឹមតែមានប្រយោជន៍អាជីវកម្មទេខ្ញុំមានប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំទៀតព្រោះអីខ្ញុំបានហៅប្រទេសកម្ពុជាជាផ្ទះលំនៅឋានរបស់ខ្ញុំកសាងជីវភាពរស់នៅរបស់ខ្ញុំនៅទីនេះទៅហើយខ្ញុំបានមានបុគ្គលិកបម្រើការងារក្រោមក្រុមហ៊ុនរបស់ខ្ញុំនឹងរាប់រយនាក់ហើយខ្ញុំបានមើលឃើញទៀតថាមិនមែនតែមានប្រយោជន៍សម្រាប់ជួយកម្ពុជាសម្រាប់តែឥឡូវទេរបររកទទួលទានរបស់គាត់នេះមើលសម្លឹងឃើញការដែលបណ្ដុះបណ្ដាលក្មេងៗជំនាន់ក្រោយនៅកម្ពុជានឹងដើម្បីឲ្យមានជំនាញវិជ្ជាជីវៈតាមរយៈការជួយជ្រោមជ្រែងរបស់គាត់ក្នុងវិស័យអាជីវកម្មនឹងច្រើនតំណតទៅទៀតឯណោះក៏ប៉ុន្តែលោកសួរចេះទៅវិញថាឃើញបានរីកចម្រើនចឹងមែនហើយប៉ុន្តែពេលនេះអ្វីដែលជាសេចក្តីទុកចិត្តនេះគឺคล้ายទៅជាបន្ទុកធ្ងន់ទៅលើវិស័យ
ពាណិជ្ជកម្មអាជីវកម្មនៅកម្ពុជាហើយគឺកំពុងស្ថិតនៅក្នុងហានិភ័យលោកថាដូចអ្វីៗដែលអ្នកគ្រប់គ្នាបានដឹងហើយគឺគេសួរយើងគេសួរក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនគេសួរដៃគូដែលសហការរកស៊ីនៅស្រុកខ្មែរនិងគេសួរក្រុមដែលប្រតិបត្តិការងារអឺអាជីវកម្មនៅស្រុកខ្មែរពីដៃគូពាណិជ្ជកម្មរបស់យើងគេសួរថាម៉េចតើយើងអាចវែកញែកឲ្យដាច់គ្នាបានទេរវាងអាជីវកម្មស្របច្បាប់និងអាជីវកម្មខុសច្បាប់ខលខូចលួចឆក់អីអញ្ចឹងឬក៏បោកបន្លំលោកសួរសំណួរអញ្ចឹងតើយើងធ្វើយ៉ាងម៉េចគេសួរក្រុមប្រឹក្សាភិបាលសួរអាជីវកម្មនៅស្រុកខ្មែរនឹងសួរថាតើអាជីវកម្មណាដែលយើងអាចដឹងថាជាអាជីវកម្មមិនបោកប្រាស់តើអាជីវកម្មណាដែលជាអាជីវកម្មស្អាតស្អំគេសួរបែបហ្នឹងក៏ប៉ុន្តែលោកឆ្លើយទៅវិញថាដោយគ្មានយន្តការបញ្ជាក់ឬក៏ផ្ដល់អត្តសញ្ញាណកម្មសេចក្តីបញ្ជាក់ដោយគួរឲ្យទុកចិត្តបានឬក៏មិនមានតម្លានៅក្នុងការពង្រឹងការអនុវត្តច្បាប់សំណួរនេះគឺអត់មានចម្លើយទេហើយនៅពេលដែលអត់មានចម្លើយគឺមូលធនឬក៏លំហូរសាច់ប្រាក់ដែលត្រូវយកមកបានប្រយោជន៍នៅកម្ពុជាក៏វាមានបញ្ហាតាមនឹងដែរអញ្ចឹងបានលោកលើកចុងក្រោយថានេះណាមិនមែនជាការដាក់ទណ្ឌកម្មឬក៏ការធ្វើគេហៅពិន័យកម្ពុជាទេនេះគឺជាការដែលកម្ពុជាត្រូវស្ដារសេចក្តីទុកចិត្តឡើងវិញជំនឿចិត្តឲ្យគេទុកចិត្តឡើងវិញលោកថានៅពេលដែលទីផ្សារគឺមានបញ្ហាពាក់ព័ន្ធនឹងតម្លាគឺមិនមែនគ្មាននរណាម្នាក់អាចនឹងមានសោតិធិនិយមទេដូច្នេះកុំនិយាយអំពីសោតិធិនិយមគឺយើងនិយាយអំពីភាពតម្លានៅក្នុងការរកស៊ីនៅកម្ពុជាដូច្នេះចុងក្រោយគាត់ថានៅពេលដែលអ្នកវិនិយោគមិនអាចចែកឲ្យដាច់រវាងក្រុមហ៊ុនឬក៏សហគ្រាសណាដែលរកទទួលទានតាមច្បាប់ត្រឹមត្រូវឲ្យខុសពីក្រុមហ៊ុនដែលឆបោកឬបោកបន្លំក្នុងន័យនេះគឺទឹកប្រាក់ឬក៏លុយកាក់វាច្បាស់ណាស់វានឹងរត់ចេញពីប្រទេសកម្ពុជាហើយវាអត់នៅទីនេះតទៅទៀតទេបាទឥឡូវនេះគាត់នៅតែប្រកាន់ជំហរថាកម្ពុជាគេឈ្មោះគឺស្ថិតដល់ផ្លូវបំបែកដែលត្រូវការវះកាត់ឬក៏ត្រូវការកែតម្រង់ស៊ីជម្រៅមួយហើយអញ្ចឹងទៀតគាត់បន្តទៀតថាបញ្ហាធ្ងន់ធ្ងរនៅចំពោះមុខអ្នកវិនិយោគនៅពេលនេះគឺមិនមែនថាត្រូវនៅឬក៏ត្រូវទៅទេប៉ុន្តែថាតើស្ថាប័នផ្សេងទាំងអស់ហ្នឹងអាចនឹងពង្រឹងខ្លួនដើម្បីឲ្យពួកគាត់អាចនឹងមានហេតុផលគ្រប់គ្រាន់បន្តនៅកម្ពុជាតទៅទៀតបានដែរឬយ៉ាងណាបាទបងប្អូនខ្ញុំស្ដាប់ប្រសាសន៍របស់គាត់ទៅក៏មានការស្រក់ទឹកភ្នែកដែរដោយសារតែយើងឮពីអាជីវករផ្ទាល់អំពីបញ្ហាដែលគាត់លំបាកព្រោះធម្មតាបើមានក្រុមហ៊ុនបោកច្រើនចឹងបានថាត្រីមួយកត្រកនៅពេលដែលមានត្រីស្អុយមួយពីរហ្នឹងគឺវាស្អុយទាំងអស់វាអត់លាងសម្អាតបានណាអញ្ចឹងហើយនេះគឺជាការដែលទំព័រថ្មីមួយដើម្បីជាការដាស់តឿនដល់ថ្នាក់ដឹកនាំកម្ពុជាទៀតថាត្រូវតែស្អាតស្ដារសម្អាតកេរ្តិ៍ឈ្មោះកិត្តិយសរបស់កម្ពុជាយើងអាសូរដល់សហគ្រិនដូចជាលោកអាក់ណូដាកនេះផងមានក្រុមកម្មករពលករបុគ្គលិកនិយោជិតរបស់គាត់ដល់ទៅជាង500នាក់អញ្ចឹងបានន័យថាគាត់ជួយកម្ពុជាបានច្រើនណាស់ហើយនៅពេលដែលមានមន្ទិលអញ្ចឹងនៅពេលដែលក្រុមប្រឹក្សាភិបាលដៃគូពាណិជ្ជកម្មអីគេសួរសំណួរបែបនេះគឺចាប់ផ្ដើមធ្វើឲ្យការវិនិយោគហ្នឹងវាពិបាកទុនវិនិយោគហ្នឹងក៏ពិបាកអញ្ចឹងមនុស្សចាប់ផ្ដើមរារែកចិត្តហើយថាតើក្រុមហ៊ុនដែលរកស៊ីទាំងអស់នោះធ្វើម៉េចឲ្យដឹងថាស្អាតស្អំទៅអាចចូលរួមពុករលួយឬក៏ចូលរួមនៅក្នុងសងនៃក្រុមហ៊ុនដែលឆបោកដែរទេព្រោះវាប្រតិកលាគ្នាពេកព្រោះក្រុមហ៊ុនឆបោកហ្នឹងគឺច្រើនបណ្ដាញណាស់នៅពេលដែលគេលាងសម្អាតប្រាក់បងប្អូនចាំមិនថាវិធីលាងសម្អាតប្រាក់នៃក្រុមហ៊ុនអូក្រិតដែលរបស់លោកចិនស៊ីនេះណាខ្ញុំធ្លាប់ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនៃល្បិចកលនៅក្នុងការលាងសម្អាតប្រាក់ច្រើនណាស់តាំងពីជាមួយអូស្ត្រាលីចក្រភពអង់គ្លេសនិងជាមួយអាមេរិកព្រោះអីខ្ញុំជាអ្នកបកប្រែខ្ញុំស្ទើរតែដឹងរឿងនេះដូចបាត់ដៃអញ្ចឹងរបៀបនៅក្នុងការជួញដូរ
លាងសម្អាតប្រាក់ឬក៏លាងលុយកខ្វក់ហ្នឹងអូក្រិតជនធម្មតាបានលុយពីរបរលក់ដូរគ្រឿងញៀនក្រុមម៉ាហ្វ្យាក្រុមជួញដូរអនឡាញអីចឹងគឺគេយកលុយហ្នឹងមិនអាចយកទៅដាក់នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុស្របច្បាប់បានទេព្រោះលុយដែលបានមកពីអំពើអូក្រិតបែបនេះគឺមានតែដាក់ទុកចូលនៅក្នុងផ្ទះក្រោមកទេឬក៏កប់ចោលឬក៏ដាក់នៅណាទេព្រោះបើយកចូលក្នុងប្រព័ន្ធហិរញ្ញវត្ថុគឺយើងចូលអត់បានទេប្រព័ន្ធហិរញ្ញវត្ថុនៅមានប្រព័ន្ធឆែកមួយគឺលុយលើសពី$10000ត្រូវរាយការណ៍ទៅដល់អង្គភាពស៊ើបការហិរញ្ញវត្ថុរបស់ធនាគារជាតិកម្ពុជាក៏មានប្រព័ន្ធនៅស្រុកណាក៏មានដែរលុយលើសពីនិយាយទៅដល់កម្រិត$10000បើក្រោម$10000គឺអត់មានការមន្ទិលសង្ស័យឲ្យរាយការណ៍អីច្រើនទេយកទៅដាក់អីក៏បានដែរប៉ុន្តែលើសពី$10000យើងត្រូវរាយការណ៍ហើយលុយពួកគាត់$1000,000បងប្អូនមិនទៅយកដាក់នៅក្នុងធនាគារមិនឲ្យរួចផុតពីការស៊ើបអង្កេតរបស់គេយ៉ាងម៉េចអញ្ចឹងវិធីរបស់គាត់ដើម្បីឲ្យរួចពីការស៊ើបអង្កេតគឺការបង្កើតធនាគារខ្លួនឯងការបង្កើតប្រព័ន្ធធនាគារខ្លួនឯងក៏ជាល្បិចមួយនៅក្នុងការលាងសម្អាតប្រាក់ដែរព្រោះអីបើគាត់បើកធនាគារខ្លួនឯងគាត់យកលុយហ្នឹងមកចូលក្នុងប្រព័ន្ធធនាគាររបស់គាត់អត់មានការសួរនាំអីទេយូរទៅធនាគារហ្នឹងឲ្យលុយខ្ចីប្រជាពលរដ្ឋខ្ចីអីធម្មតាប៉ុន្តែវាជាគេហៅក្រុមហ៊ុនសម្បកមួយគ្រាន់តែជាបិទបាំងអំពើអក្រិតរបស់ពួកគាត់ទេដើម្បីលាងលុយគាត់ឲ្យចូលក្នុងប្រព័ន្ធធនាគារស្របច្បាប់ហើយដល់ពេលលុយអ្នកដែលខ្ចីអ្នកដែលដាក់យកការប្រាក់យកអីហ្នឹងតិចតួចទេគេធ្វើឲ្យតែគ្រប់កិច្ចទេហើយនៅក្នុងនេះគឺធនាគាររបស់លោកចិនស៊ីហ្នឹងក៏មានដែរឈ្មោះថាធនាគារ Prince ថ្ងៃនេះខ្ញុំឃើញសាររបស់ធនាគារ Prince ហ្នឹងឡើងមកផ្សព្វផ្សាយថាសូមឲ្យអតិថិជនអីទុកចិត្តធនាគារហ្នឹងទៅស្មោះត្រង់រកស៊ីត្រឹមត្រូវអីខ្ញុំជឿថានេះគឺជាវិធីដែលគាត់ត្រូវធ្វើឯព្រោះអីគេឈ្មោះរបស់ធនាគារគាត់ហ្នឹងកំពុងតែធ្លាក់ចុះមែនតែនប្រជាពលរដ្ឋបាត់ការទុកចិត្តគេអាចទៅដកលុយដកអីវាធ្វើឲ្យរពើរពើងពិបាកគាត់ដែរក៏ប៉ុន្តែបងប្អូនពិបាកនឹងស្ដារគេឈ្មោះនេះឡើងណាដោយសារខ្ញុំនិយាយថាប្រព័ន្ធលាងលុយកខ្វក់នេះណាមានប្រព័ន្ធបើកធនាគារដើម្បីលាងលុយប្រព័ន្ធអចលនទ្រព្យគឺទិញចលនទ្រព្យពេញផ្ទៃប្រទេសតែម្ដងបងប្អូនដឹងហើយតែដីឡើងថ្លៃអាដីនៅណាហ្នឹងក៏មានហាងឆេងដែរកាលពីជំនាន់ប្រហែលជា10ឆ្នាំមុនគឺថាទិញភ្នំទិញបឹងបួរអូស្ទឹងអីគឺទិញទាំងអស់គឺដើម្បីអីយកអាលុយទាំងអស់ហ្នឹងយកទៅទិញអចលនទ្រព្យដើម្បីហើយចេញទិញអចលនទ្រព្យសម្រាប់អក្រិតជនណាមិនត្រឹមតែលាងលុយបានទេគឺចំណេញពីអចលនទ្រព្យហ្នឹងទៀតយើងសាកគិតមើលបងប្អូនឧទាហរណ៍តែគាត់មានលុយ$10,000,000លុយហ្នឹងពីការឆបោកអនឡាញហើយត្រូវការលាងវាអត់អាចដាក់ចូលក្នុងប្រព័ន្ធធនាគារហិរញ្ញវត្ថុសូម្បីធនាគារគាត់មានហ្នឹងក៏ពិបាកដាក់ដែរដោយសារតែលុយវាច្រើនពេកអញ្ចឹងដើម្បីឲ្យមានភាពស្របច្បាប់គាត់យកទៅទិញអចលនទ្រព្យណាមួយបឹងណាមួយទៅតម្លៃ$10,000,000ហ្នឹងបងប្អូននៅពេលដែលទិញបឹង$10,000,000ហ្នឹងអាជ្ញាធរគឺគេនាំគ្នាអត់សួរនាំរឿងលុយនឹងបានមកពីណាទេសំខាន់គឺលក់បឹងហ្នឹងអញ្ចឹងមេភូមិចៅសង្កាត់អីហ្នឹងធ្វើប្លង់រឿងប្លង់អីឲ្យលក់បឹងហ្នឹងទៅហើយគាត់ចាប់ផ្ដើមបានលុយ$10,000,000នៅពេលដែលគាត់ចាប់ផ្ដើមទិញបឹងនឹងភ្លាមលុយ$10,000,000ដែលខុសច្បាប់មិញហ្នឹងខ្លាយទៅជាការស្របច្បាប់នៅក្នុងការវិនិយោគនៅក្នុងអចលនទ្រព្យនឹងបាត់ទៅហើយបងប្អូនដល់ពេលគាត់លក់បឹងទៅទៀតជួនកាល15ឆ្នាំក្រោយបឹងហ្នឹងឡើងដល់$100,000,000អញ្ចឹងអាលុយ$10,000,000ដែលជាលុយទុច្ចរិតរបស់គាត់ទៅរកទិញបឹងហ្នឹងគឺវាខុសច្បាប់មួយទៅហើយប៉ុន្តែគាត់ចំណេញបាន$90,000,000ទៀតពីការលក់បឹងហ្នឹងហើយអញ្ចឹងលុយហ្នឹងលក់មកស្របច្បាប់ចូលនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុគេថាលុយបានពីលក់បឹងស្របច្បាប់មានលិខិតប្លង់រឹងអីស្រួលបួលអាការដែលលក់បឹងស្របច្បាប់អត់អីទេបងប្អូនប៉ុន្តែអញ្ចឹងហើយបានយើងឃើញការលុបបឹងលុបដីលក់ដែលរំលោភដីធ្លីប្រជាពលរដ្ឋយ៉ាងរង្គាលព្រោះដោយសារទឹកលុយនឹងវាច្រើនពេកនៅក្នុងពេលដែលប្រឹងលៀងគេអត់ខ្លាចទិញទេដីស្ងាត់ណាទៅគឺថាម៉ាការ៉េឬក៏មហាតាតែត្រឹមកាលពីមុន$4,000-5,000ហ្នឹងគ្មាននរណារកមើលអត់មានផ្លូវអត់មានអីចូលទេពួកគាត់នឹងយកទៅទិញដើម្បីឲ្យដើម្បីលាងលុយគាត់ហ៊ានឲ្យមហាតា15,000-20,000អញ្ចឹងទៅឡើង30,000-50,000រហូតដល់កន្លះលានអីក៏មានដែរតែអញ្ចឹងទៅវាចិត្តតែឡើងទៅដីប្រជាពលរដ្ឋហ្នឹងត្រូវគេទិញដូរលក់ពុលហើយអត់មានឆាងឆេងទៅឯណាទេដីហ្នឹងនៅក្នុងពេលណាមួយហ្នឹងគឺធ្លាក់ក្រឹបដោយសារអត់មានអ្នកទិញទេព្រោះអ្នកដែលទិញសុទ្ធតែអ្នកលាងលុយអីអញ្ចឹងតែអញ្ចឹងសេដ្ឋកិច្ចរបស់យើងហ្នឹងគឺស្លាប់ដោយសារតែគេយកយើងសម្លាប់ចោលដោយសារតែគេលាងលុយគេអស់គេបានលុយគេបានទ្រព្យគេបានអីតែអាវិស័យអចលនទ្រព្យហ្នឹងគក់កាំងដកស្ដឹងតែម្ដងគឺស្លាប់តែម្ដងដោយសារអីវាអត់មានអ្នកទិញវាអត់មានអ្នកវិនិយោគបូរីអីអញ្ចឹងជួនកាលសង់គ្រប់កន្លែង
ទិញសង់បង់រំលោះទិញសង់បង់រំលោះហ្នឹងគឺដោយសារអីដោយសារគេយកឱកាសហ្នឹងដើម្បីលាងលុយបងប្អូនខ្ញុំនិយាយនេះអត់មែនបានន័យថាបងប្អូនដែលរកទទួលទានរបរបូរីទាំងអស់សុទ្ធតែរកស៊ីឆបោកអីមិនមែនអញ្ចឹងទេខ្ញុំគ្រាន់តែនិយាយថានេះគឺជាវិធីលាងលុយរបស់ពួកអក្រិតជនហើយគឺគេធ្វើបែបហ្នឹងបើកផ្សារទំនើបបើកសន្តាគារផ្ទះសំណាក់កាស៊ីណូបនលបែងភោជនីយដ្ឋានក្រុមហ៊ុនទេសចរអបដិសន្តារកិច្ចស្អីទាំងអស់ហ្នឹងអញ្ចឹងបងប្អូនសួរថាអញ្ចឹងអ្នកដែលរកស៊ីរបរទាំងអស់ហ្នឹងសិទ្ធទុច្ចរិតមែនមែនទេអ្នកដែលរកស៊ីត្រឹមត្រូវច្រើនណាស់ក៏ប៉ុន្តែបញ្ហាបំផុតយើងសួរទៅវិញថាតើធ្វើយ៉ាងម៉េចដឹងថាក្រុមហ៊ុននឹងសុចរិតហើយមិនសុចរិតដូចលោកអាកណូដាកសួរអញ្ចឹងធ្វើម៉េចបានដឹងថាក្រុមហ៊ុនគាត់សុចរិតបើក្រុមហ៊ុនគេបោកមានដល់ភោជនីយដ្ឋានមានសន្តាគារអីអញ្ចឹងដែរហ្នឹងអានេះហើយដែលធ្វើឲ្យទំនុកចិត្តរបស់អតិថិជននៅក្រៅប្រទេសមើលមកថាតើឲ្យគេវិនិយោគទៅម៉េចបើយើងតែវិនិយោគតាមស្រួលស្អុយឈ្មោះអស់លុយវិនិយោគទៀតខូចឈ្មោះខូចអីចឹងបាត់លុយចំណូលអីចឹងអានេះហើយដែលជារឿងបញ្ហាហើយបញ្ហាដឹងឫសគល់វានៅកន្លែងណាឯងបងប្អូនដឹងដើមចមនៃឫសគល់នៃបញ្ហានៅកន្លែងណាគឺប្រព័ន្ធដឹកនាំរដ្ឋនៅពេលដែលប្រព័ន្ធដឹកនាំរដ្ឋអនុញ្ញាតឲ្យអំពើពុករលួយអនុញ្ញាតឲ្យក្រុមទាំងអស់នេះអាចរកស៊ីបានហើយមិនមានការកាត់ទោសមិនមានការស៊ើបអង្កេតមិនមានប្រព័ន្ធតុលាការយុត្តិធម៌មិនមានព័ន្ធប៉ូលីសយុត្តិធម៌រឹងមាំស៊ើបអង្កេតសហការគ្នាជាមួយនឹងប៉ូលីសអន្តរជាតិអង្គតប៉ូលឬក៏ប៉ូលីសអីទៀតយើងមានដែរកម្រិតមួយធ្វើម្ដងម្កាលទូចតាចដល់ពេលគេដាក់យើងនៅក្នុងបញ្ជីខ្មៅបញ្ជីប្រភេទអីទៅបានយើងប្រឹងស្ទុះស្ទាហើយទៅឆ្កឹះឆ្កៀលបន្តិចបន្តួចទៅបានម្នាក់ពីរនាក់ប៉ុន្តែនៅក្នុងនេះក៏ទៅជាជំងឺមហារីកអីហ្នឹងជំងឺមហារីកកើតសពសារពាង្គកាយយើងយករឿងបន្តិចបន្តួចមួយយកមកដោះស្រាយអីចឹងគ្រាន់តែដើម្បីថាបានធ្វើដែរតាមពិតកម្ពុជាមិនធ្វើទេខ្ញុំឃើញបងប្អូននគរបាលប៉ូលីសមន្ត្រីក្រសួងមហាផ្ទៃអ្នកដែលមន្ត្រីពាក់ព័ន្ធអីហ្នឹងប្រឹងណាស់ខ្ញុំចូលសិក្ខាសាលាណាក៏ឃើញអស់លោកចូលដែរអាលៀងលុយកខ្វក់ក៏ឃើញមន្ត្រីនគរបាលពីគ្រប់ក្រសួងមន្ទីរព្រោះខ្ញុំអ្នកបកប្រែខ្ញុំដឹងតាពីក្រសួងកិច្ចការខ្ញុំស្គាល់មុខអស់លោកនឹងសឹងទាំងអស់គ្នានឹងអ្នកដែលជំនាន់ដែលខ្ញុំនៅស្រុកខ្មែរព្រោះទៅនឹងអូស្ត្រាលីគេផ្ដល់វគ្គបណ្ដុះបណ្ដាលអង់គ្លេសគេផ្ដល់វគ្គបណ្ដុះបណ្ដាលអាមេរិកផ្ដល់វគ្គបណ្ដុះបណ្ដាលគេចង់ជួយណាក៏ប៉ុន្តែបងប្អូននៅពេលដែលយើងទៅសួរមន្ត្រីនគរបាលប៉ូលីសដែលចូលរួមនឹងគាត់ធ្វើមុខជូរហួញគាត់ថារៀនបានជំនាញហើយដឹងទាំងអស់ធ្វើអីក៏បានដែរតាមពិតអត់មានប្របាកអីកំចាត់ប៉ុន្តែតែយើងមានឆន្ទៈនយោបាយនឹងធ្វើទៅអត់តើមានយន្តការនៅក្នុងការដោះស្រាយកំចាត់អត់ប៉ូលីសចាប់បានអក្រិតជនយកទៅឲ្យតុលាការគេដោះលែងបាត់ជួនកាលវាមានបញ្ហាចឹងប៉ូលីសរស៊ើបអង្កេតរាប់ឆ្នាំមកទៅតុលាការគេសុំកលុំគ្នាយ៉ាងម៉េចរួចបាត់ជួនកាលទៅស៊ើបអង្កេតប៉ះមន្ត្រីណាធំដុំក្រាក់ទៅមិនត្រឹមតែមិនបានណាលទ្ធផលស៊ើបអង្កេតគេទៅររឿងរហូតដកបកស្បែកមន្ត្រីដែលហ៊ានប៉ះពុកមាត់ខ្លាអីចឹងទៀតដូច្នេះរឿងទាំងអស់ហ្នឹងគឺប្រព័ន្ធដឹកនាំរដ្ឋបងប្អូនខ្ញុំនិយាយនេះមិនមែនបន្ទោសរបៀបដឹកនាំរដ្ឋទេខ្ញុំចង់និយាយជាទូទៅប្រព័ន្ធដឹកនាំរដ្ឋដែលមានភាពឆក់ល្វែងខ្វះប្រព័ន្ធឯករាជ្យខ្វះប្រព័ន្ធទុកចិត្តបកពួកនិយមក្រុមនិយមអាជ័យធ្លាក់ទឹកហើយអើពេលមានបញ្ហាអីគឺថាយើងនឹងធ្វើហ៎ប៉ុន្តែដោះស្រាយជាក់ស្ដែងយើងអត់ទេយើងចេះបន្លំប្រជាពិធដ្ឋជាមួយប្រជាពលរដ្ឋដល់យូរដល់ពេលដែលលិចទឹកភ្លឹបបានយើងដឹងថាទូកនឹងលិចកាលទូកបែកធ្លុះបន្តិចបន្តួចធ្លុះធ្លាយយើងចេះថាកុំមាត់ចេះតែនៅទៅកុំនាំគ្នារុនឲ្យទូកនឹងលិចប៉ុន្តែអត់ព្រមយកស្អីញុកអត់ព្រមបាច់ទឹកចេញចេះតែនៅអាជ័យធ្លាក់ទឹកហើយអើស្រឹមចូលទៅស្ដាប់បទចម្រៀងជាមួយគ្នាអញ្ចឹងទៅអាហ្នឹងហើយដែលយើងរឿងមានបញ្ហាហើយខ្ញុំនិយាយនេះគឺខ្ញុំថាកម្ពុជាវាពិតមែនហើយដល់របត់នៃការកែតម្រង់ស៊ីជម្រៅសាច់ស្អុយនឹងដោះស្រាយហើយបើអត់ដោះស្រាយបានទេយើងមានបញ្ហាទល់ដែនថៃយើងមានបញ្ហាជាមួយកូរ៉េខាងបូងយើងមានបញ្ហាជាមួយអាមេរិកយើងមានបញ្ហាជាមួយនឹងអង់គ្លេសមិនមែនជារឿងនយោបាយទេបញ្ហាពាណិជ្ជកម្មបញ្ហាជួញដូរអនឡាញគឺជារឿងមុខមាត់ជាតិរបស់យើងតាក់ទងនឹងវិស័យវិនិយោគហើយបើអត់មានវិស័យវិនិយោគអត់ណានាទៅរកស៊ីជាមួយស្រុកខ្មែរឥឡូវអាមេរិកដាក់ពន្ធយើងដល់ទៅ19%ទៀតតើយើងទៅប្រកួតប្រជែងទីផ្សារយ៉ាងម៉េចតើសេដ្ឋកិច្ចយើងនឹងវាទៅផ្លូវណាតើកម្មករពលករដែលមកពីថៃជិត1លានអ្នកនឹងទៅរកការងារណាបានធ្វើតើអាវិស័យដែលត្រូវការរកការងារឲ្យបងប្អូនធ្វើយ៉ាងម៉េចបើក្រុមហ៊ុនទាំងអស់ហ្នឹងគេភ័យអត់ហ៊ានវិនិយោគផងព្រោះយើងអត់មានប្រព័ន្ធតម្លាមួយដើម្បីឲ្យមានសេចក្តីទុកចិត្តពីអ្នកវិនិយោគដូច្នេះវិញ្ញាសាដ៏ធំរបស់កម្ពុជាមិនមែនដោះសារមិនមែនបកស្រាយទេហើយក៏មិនមែននិយាយការពារដែរគឺត្រូវតែនិយាយការពិតហើយត្រូវតែដោះស្រាយអត់មានដោះសារហើយមានបកស្រាយទេគឺធ្វើទៅអនុវត្តទៅ
ទី1គឺត្រូវចាត់ការលោកចិនស៊ីមិនចំពោះថាលោកជាអីទេស្អាតស្អំមិនស្អាតស្អំចាត់ការលោកលីយ៉ុងផាត់លោកកុកអានលោកហ៊ុនតូនិងមនុស្សជាច្រើនទៀតដែលស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិកដែលតាក់ទណ្ឌកម្មហ្នឹងចាត់ការទៅតាមដែនអធិបតេយ្យរបស់កម្ពុជាហើយជាការលើកឲ្យខ្លួនគាត់ទាំងអស់នឹងស្អាតស្អំដែរចុងក្រោយហ្នឹងកម្ពុជារកឃើញទៅថាលោកទាំងអស់ហ្នឹងអត់មានជាប់ពាក់ព័ន្ធនឹងបទអក្រិតយ៉ាងហោចណាស់ក៏បានបញ្ជាក់ថាយើងបានធ្វើដែរហើយបើសិនជាយើងនៅតែមានសេចក្តីថ្លែងការណ៍តបទៅគេថាអានឹងគឺជារឿងនយោបាយរឿងលៀបពណ៌លៀបធ្វើឲ្យខូចមុខមាត់កម្ពុជាទេយើងគ្មានថ្ងៃនឹងកែបានទេហើយផ្លូវរបត់ដែលផ្លូវបត់ហើយយើងមិនបត់នេះណាគឺយើងទៅត្រង់គឺយើងធ្លាក់ជ្រោះហើយដោយអ្វីដែលលោកអាក់ណូបាននិយាយយើងថាចម្លើយចំណុចដែលសំខាន់គឺគេឈ្មោះរបស់កម្ពុជាដល់ផ្លូវបត់មិនមែនផ្លូវកោងទេណាបងប្អូនដល់ផ្លូវកាច់កែងគឺផ្លូវបំបែកយើងទៅត្រង់អត់បានទៀតទេបានន័យថាដំណើរដដែលនេះទៅអត់បានទៀតទេគឺយើងត្រូវសម្រេចចិត្តថាតើយើងត្រូវទម្លាក់ខ្លួនទៅក្នុងជ្រោះឬក៏យើងត្រូវកែស្ថានភាពបដូរផ្លូវដើរវិញអានេះគឺជាវិញ្ញាសាសម្រាប់ថ្នាក់ដឹកនាំកម្ពុជាហើយខ្ញុំជឿថាបងប្អូនទាំងអស់គ្នាកុំអាជ័យធ្លាក់ទឹកហើយបងប្អូនគ្រប់គ្រងគណៈបកកណ្ដាលអំណាចគ្រប់គ្រងរដ្ឋាភិបាលគ្រប់គ្រងចោះប៉ុន្តែបងប្អូនត្រូវមានភាពក្លាហានគ្រប់គ្រាន់ដើម្បីប្រាប់ថាបងប្អូនក៏នៅក្នុងទូកនឹងដែរបងប្អូនក៏នៅក្នុងនាវាដែលកំពុងតែរកទៅរលិចនឹងដែរតើយើងគួរតែនៅអោបដៃផឹកស្រាសំប៉ាញហើយអាជ័យធ្លាក់ទឹកស្លាប់ទាំងអស់គ្នាឬក៏យើងជួយរដ្ឋាភិបាលខ្លះទៅលើកឡើងពីចំណុចនេះចំណុចនោះបកអាក្រាតរឿងនេះរឿងនោះកំបីជួយគ្នាទៅហើយរដ្ឋាភិបាលខ្លួនឯងគួរបើកចិត្តឲ្យទលាយពេលនេះគឺត្រូវស្ដាប់មតិរឿងពិតកុំកែបនៅក្នុងដងអាជ័យធ្លាក់ទឹកហ្នឹងបានទៅឲ្យអើពី30-40ឆ្នាំហ្នឹងគឺវាភូតច្រើនចាញ់អាត្មាវាអស់ហើយឥឡូវអន្តរជាតិគេកោលទោសជុំវិញពិភពលោកហើយសារព័ត៌មានអន្តរជាតិថ្ងៃនេះបងប្អូនអយុធធម៌សម្រាប់ខ្មែរមែនតើរឿងព្រំដែនកម្ពុជាថៃរំលោភបំពានប៉ុណ្ណាកសែតនេះស្ងាត់ទាំងអស់ប៉ុន្តែនៅពេលដែលរឿងអាស្រូវតាក់ទងនឹងរឿងឆោបបោកអនឡាញរាប់ពាន់លានដុល្លារនេះចាំមើលកសែត CNN Fox News BBC Reuters Washington Post Wall Street Journal Al Jazeera កសែតនៅអាស៊ីអាគ្នេយ៍ NHK ANA Channels News Asia ទាំងអស់ ABC របស់អូស្ត្រាលីរបស់ចក្រភពអង់គ្លេសគឺគេផ្សាយស្រោចអំពីគេអាស្រូវរបស់យើងឃើញនៅបងប្អូនដូច្នេះរឿងនេះត្រូវការពេលយូរណាស់ដើម្បីសម្អាតវាអត់មានការបកស្រាយទេអស់លោកចេញសេចក្តីថ្លែងការបកស្រាយតែមួយស្លឹកពីរគេមិនស្ដាប់ទេគឺតតែមានចំណាត់ការហើយចំណាត់ការរបស់តែកម្ពុជាម្នាក់ក៏មិនរួចខ្លួនដែរគឺត្រូវមានយន្តការអាស៊ានយន្តការជាមួយអាមេរិកយន្តការជាមួយចក្រភពអង់គ្លេសហើយធ្វើឲ្យមែនតែនគឺសាច់ស្អុយសាច់អីដែលត្រូវត្រូវកាត់ហ្នឹងគឺត្រូវកាត់ចោលមែនតែនកុំចេះតែថាព្រោះវាដល់ពេលអនុវត្តហើយលែងជានយោបាយប្រជាពិធអីកាលមុនខ្ញុំមិនខ្វល់ទេព្រោះដោយសារតែលោកហ៊ុនសែនចង់បានលោកហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីអញ្ចឹងអ្នកណាក៏ដោយឲ្យតែខ្ទាស់ជាមួយនឹងភាពដឹកនាំជានាយករដ្ឋមន្ត្រីរបស់លោកហ៊ុនម៉ាណែតគឺរាំងមុខដឹងតតឹងមុខសឹកទាំងអស់គឺគេចោតជាពួកឧទាមបដិវត្តពណ៌ពួកក្បត់ជាតិពួកអី100ចំពុកធ្វើយ៉ាងណាឲ្យលោកហ៊ុនម៉ាណែតខ្លាយជានាយករដ្ឋមន្ត្រីឲ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយឥឡូវបានហើយតើលោកហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីឯតើអ្វីដែលលោកហ៊ុនម៉ាណែតត្រូវធ្វើគឺលោកបានទួនាទីនឹងហើយជាតកង់ឡានហើយជីវិតអ្នកដំណើរផ្ញើលើអ្នកបើកបរសូមលោកបើកបរហើយចាត់ការទៅថាតើផ្លូវនេះបើកទៅផ្លូវត្រង់ធ្លាក់ជ្រោះឬក៏ត្រូវផ្លូវកែងដែលត្រូវកែតម្រង់ស៊ីជម្រៅដើម្បីឲ្យរស់ទាំងអស់គ្នាទាំងតកង់ឡានទាំងអ្នកដំណើរហើយខ្ញុំជឿថាអ្នកដំណើរមិនដូចមុនទៀតទេអ្នកដំណើរមានណាស្ងប់ស្ងាត់មកចំហៀងប៉ុន្តែអ្នកដំណើរភាគច្រើនដឹងរឿងហ្នឹងគឺគេស្រែកទៅហឹងពេញឡានហើយឥឡូវហ្នឹងស្រែកទៅហឹងពេញឡានកុំធ្វើកោថ្លង់បាទឥឡូវនេះយើងបន្តទៅទៀតរឿងអាស្រូវដែលសារព័ត៌មានអន្តរជាតិគេផ្សាយខ្ញុំអត់មានអីភ្ញាក់ផ្អើលទេធម្មតារឿងអាស្រូវវាផ្សព្វផ្សាយឬខ្ទាល់ខ្ទេលឿនណាស់តែកុំទៅខ្វល់រឿងថាគេផ្សព្វផ្សាយរឿងអីសំខាន់រឿងយើងកែតម្រង់រឿងដោះស្រាយបញ្ហាយើងបានអត់ហើយឈប់ដោះស្រាយបាទឈប់ដោះសារគេប្រជារដ្ឋពលរដ្ឋឆ្អែតតលន់នឹងភាពដោះសារហ្នឹងហើយគឺចង់បានចំណាត់ការហើយយើងអាចដែលធ្វើសោះអាមេរិកដាក់ទណ្ឌកម្មអីក៏ដាក់ទៅមិនត្រឹមតែដាក់ទណ្ឌកម្មដូចលោកហ៊ីងប៊ុនហៀងអីវិញអាមេរិកដាក់ទណ្ឌកម្មដាក់អីខ្លាំងរហូតដល់ចង់ធ្វើសង្គ្រាមវាយអាមេរិកទៀត
ដល់ថ្នាក់អញ្ចឹងទៀតហើយប្រជាពលរដ្ឋខ្មែរយើងហ្នឹងគឺថាផ្អែមបន្លែអ្នកមួយចំនួនដែលផ្កាប់មុខហ្នឹងគឺអូយថាលោកហ៊ីងប៊ុនហៀងនឹងនិយាយត្រូវអាមេរិកតាមស្រួលខ្មែរវាយមែនណាដល់ពេលគេសើចលេងអញ្ចឹងទៅគេប្រអាប់អីចឹងទៅអត់ចេះឈឺឆ្អាលអាម៉ាស់នឹងភាពដូចថានិយាយចេះតែឲ្យរួចពីមាត់អញ្ចឹងចេះតែទៅអញ្ចឹងទៅដល់ពេលកុំថាឡើយទៅវាយមួយអាមេរិកឥឡូវហ្នឹងមួយថៃយើងធ្វើអីគេកើតឥឡូវហ្នឹងអ្នកវាអញ្ចឹងណាដែលនឹងបង្ហាញអំពីកាឡាពិជ្ជស្ដែងរបស់ខ្លួនដល់ពេលឃើញគេមានបញ្ហាអញ្ចឹងបានយើងដឹងថាយើងអន់ប៉ុណ្ណាអញ្ចឹងទៅអញ្ចឹងមាត់ហ្នឹងក៏ឲ្យមានគម្របហើយរកវិធីដោះស្រាយទៅកុំដោះសារច្រើនពេកមួយទៀតគឺតកតងនឹងរឿងទាហានថៃក៏ធ្វើឲ្យកម្ពុជានឹងរំជួលចិត្តសម្បើមណាស់អត់ទាន់មានដំណោះស្រាយទេបងប្អូននៅភូមិព្រៃច័ន្ទហ្នឹងគ្រាន់តែថាឮការចាក់ធុងបាសភ្លេងតម្លង់ខ្មោចលងខ្មោចអីឬក៏សំឡេង F16 ទម្លាក់គ្រាប់អីហ្នឹងគឺឮសួរបងប្អូននៅភូមិព្រៃច័ន្ទថាយប់មិញហ្នឹងដូចជារៀងស្ងាត់បានមួយយប់ហើយដូច្នេះប្រហែលជាការដែលធ្វើផ្ដេសផ្ដាស់ពេកហ្នឹងវាអត់មានភាពស៊ីវិល័យហ្នឹងថៃខ្លួនឯងហ្នឹងក៏លេបបញ្ចូលដែរមើលទៅបានតែរងប្រតិកម្មពីតំណាងរាស្ត្រថៃផងពីមន្ត្រីជាន់ខ្ពស់ថៃមួយចំនួនដែលគេឈឺឆ្អាលរឿងហ្នឹងទៅគឺចេះនាំគ្នានិយាយទៅថៃខ្លួនឯងហ្នឹងក៏ចាប់ផ្ដើមលំបាកដែរទៅចោតប្រកាន់គេជេរបន្តិចគេប៉ុន្តែនៅក្នុងពេលជាមួយហ្នឹងក៏រៀងភ្ញាក់កំណើតដែរប៉ុន្តែឥឡូវនៅព្រៃច័ន្ទនេះគឺពេលដែលឆ្កាពេលដែលឈូសឆាយដីបានយើងអត់អាចធ្វើអីថៃបានឥឡូវតាហ៊ានថៃគេស្រាក់ដៃគ្នាដើរតាមអាព្រៃដីដែលគេកាប់ឆ្កាហ្នឹងគេច្រៀងចម្រៀងជាតិគេធ្វើដូចថាជាជ័យជំនះនេះគឺជាអ្វីដែលគេដណ្ដើមបានអីចឹងថៃហ្នឹងក៏មែនតែនអត់ច្បាស់ខ្លួនឯងទេបងប្អូនយើងត្រូវចាំថានៅពេលដែលថៃយកតាហ៊ាន20នាក់ស្រាក់ដៃគ្នាដើរតាមវាលស្រែដែលកាប់ឆ្ការដីបាននិងឈូសមីនបាននៅតំបន់ភូមិព្រៃច័ន្ទហើយច្រៀងចម្រៀងជាតិនេះគឺថៃបានន័យថាខ្លួនកំពុងតែឈ្លានពានលើទឹកដីកម្ពុជាហើយដណ្ដើមដីបានដោយអយុត្តិធម៌ខំប្រឹងច្រៀងជ័យខុសស្រែកអបអរសាទរដណ្ដើមដីបានតាមពិតដីរបស់ខ្មែរណាបើដីខ្លួនឯងចាំបាច់អំពើរពើអីអញ្ចឹងមិនអញ្ចឹងនេះគឺជាការបង្ហាញអំពីភាពអន់ខ្សោយរបស់ថៃប៉ុន្តែគេបានដីបើវាអន់វាថោកទាបយ៉ាងណាប៉ុន្តែគេបានដីយើងវិញគឺថ្លៃធ្នូអត់ធ្មត់តែយើងបាត់ដីតែប៉ុណ្្នឹងឯងបើយើងអត់ប្តឹងទេទៅតុលាការយុត្តិធម៌អន្តរជាតិទេគ្មានថ្ងៃយើងបានដីទាំងអស់នោះមកវិញហើយមិនបាច់មកនិយាយថាអ្នកណាក្បត់ជាតិមិនបាច់ក្បត់ជាតិទេអស់លោកអ្នកដែលស្នេហាជាតិអើយប្រាប់រដ្ឋាភិបាលផងឲ្យដាក់ពាក្យប្តឹងទៅ ICJ ឲ្យឆាប់កាន់តែតាអាចធ្វើទៅបានកុំឲ្យតតែមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាលំពួរអីថ្ងៃ26អីហ្នឹងតែពេលគេចាប់ផ្ដើមចរចាត្រូវគ្នាណានៅហ្នឹងតំបន់ព្រៃច័ន្ទដែលគេដាក់លបងបលាលួសគេឈូសឆាយអីអស់អាកន្លែងណាដែលគេមិនខិតចូលដោយភ្នំទ្របដោយច្រកអានសេះឬក៏ប្រាសាទតាមាន់ធំអីគេយកខ្ទេចព្រោះគេគិតថាតែមានបទឈប់បាញ់គឺអ្នកណានៅហ្នឹងមានសន្តិភាពអ្នកណានៅហ្នឹងហើយគេអាចដោះលែងទាហានយើងទាំង18នាក់បើសិនជាគេគិតថាគេយកបានហើយបើគេយកអត់ទាន់បានហើយយើងនៅតែសម្អោចគេថាយើងនៅសម្អោចក្នុងខោគេអត់ដោះលែងទាហានយើងទៀតដូច្នេះយើងនៅរឿងច្រើនណាបងប្អូនអញ្ចឹងបានថារឿងដែលសំខាន់គឺណាដោះស្រាយអីដោះស្រាយណាចរចាអីចរចាទៅតែរឿងប្តឹងនេះគួរប្តឹងឲ្យហើយមុននឹងមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាលំពួរនេះកុំឲ្យវាបិទបញ្ចប់យើងប្តឹងទៅបើរឿងថាវាអាក្រក់អីយ៉ាងណាក៏យើងបានដាក់មុនណាតែពេលគេចាប់ផ្ដើមត្រូវគ្នាអស់ហើយយើងទៅប្តឹងផ្ដាល់អីទៅគេរករឿងយើងទៀតអូកម្ពុជារករឿងទៀតចង់មានសង្គ្រាមទៀតមិនមែនក្រែងថានៅហ្នឹងថៃគេចាប់ផ្ដើមយកហេតុផលថានៅហ្នឹងគេគោរពច្បាប់ទៀតគោរពកិច្ចព្រមព្រៀងអាកាលខ្លួនឯងមុនសម្អោចក្នុងខោយកដីខ្មែរអស់លីងហើយយើងចោតគេទៅគេថាយើងសម្អោចក្នុងខោអញ្ចឹងគេបានដីគេអត់ខ្វល់តែដល់ពេលមានកិច្ចព្រមព្រៀងសន្តិភាពអីហ្នឹងឈប់បាញ់អីណាហើយមានអាមេរិកជាអធិបតីទៀតខ្មែរយើងធូនអូយើងអត់ហ៊ានទេយើងគោរពច្បាប់អន្តរជាតិអត់មានប្តឹងអត់មានផ្ដាល់អីទៀតប៉ុណ្ណឹងបានហើយកុំឲ្យរពើបាត់ដីខ្មែរអស់ប្តឹងឲ្យហើយទៅទាន់នៅពេលមិនទាន់នេះប៉ុន្តែប្តឹងឯណាយូរហើយបើក៏អត់ប្តឹងផងដូច្នេះអ្វីហ្នឹងគឺវាទៅតាមនឹងឯងនាំគ្នាអង្គុយសោកស្ដាយចឹងទៅហើយខ្ញុំនិយាយនេះគឺខ្ញុំស្រឡាញ់ទឹកដីយើងហើយខ្ញុំជឿថ្នាក់ដឹកនាំដូចលោកប្រាក់សុខុនអីលោកថាស្រឡាញ់ណាទឹកដីខ្មែរយើងមិនអោយបាត់មួយចំអាមណាទេក៏យើងមិនចង់បានដីពីគេដែរអ្នកណាក៏និយាយបានដែរបងប្អូនអ្នកណាក៏និយាយបានដែរយើងទៅចង់បានអីរបស់គេយើងមានឥទ្ធិពលអីទៅយកដីគេ
ខ្មែរយើងមានទម្លាប់ឯណាដែលយកដីគេបានមកចាអាមនោះមានឲ្យដីយើងអស់លីងអីហ្នឹងតាំងពីប្រប៉ុណ្ណានៃនៅអាណាចក្រភ្នំអាណាចក្រធំប្រប៉ុណ្ណានៃដល់អយុធ្យាហួសដល់ណានៃភូមាភូអីឥឡូវនៅសល់ប៉ុនសបកអណ្ដើកណាការពារប៉ុណ្ណឹងមិនចឹងគង់វងផងគេច្រាប់ខាងលិចច្រាប់ខាងកើតបើច្រាប់ខាងលិចដូចរៀងប្រឹងប្រែងគេរហូតតផ្ទុះអាវុធបើខាងកើតវិញខ្សឹបបញ្ជូនមកឈូសឥឡូវនេះគឺយើងដឹងរឿងនេះខ្ញុំស្លេះប៉ុណ្ណឹងសិនចុះប៉ុន្តែមកដល់ម៉ោងនេះឃើញអ្នកនាំពាក្យរបស់ក្រសួងការពារជាតិថៃលើកឡើងថាលោកហ៊ុនសែនបោះដៃសុំឲ្យបើកច្រកទ្វារព្រំដែនឡើងវិញអ្នកនាំពាក្យក្រសួងការពារជាតិថៃគឺលោកស៊ូរ៉ាសាន់គង់សេរីបាទគាត់លើកឡើងថាលោកហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាដាក់សម្ពាធប្រទេសថៃឲ្យបើកព្រំដែននៅថ្ងៃទី20ខែតុលាខាងមុខនេះនេះកាសែត The Nation ផ្សាយប៉ុន្តែខ្ញុំមែនតើទៅបើទោះបីជាខ្ញុំគិតថាកាសែតថៃផ្សព្វផ្សាយព័ត៌មានពិតក៏ច្រើនប៉ុន្តែរឿងនេះមួយខ្ញុំអត់ជឿគាត់ដែរអត់ជឿនៅក្នុងន័យថាលោកហ៊ុនសែនធ្លាប់និយាយច្រើនដងហើយថាឲ្យបិទមួយអាយុដល់100ឆ្នាំក៏បានដែរហេតុអីបានជាលោកហ៊ុនសែនត្រូវទៅពឹងឲ្យថៃបើកនៅថ្ងៃទី20តុលាឬក៏វាមានយន្តការចរចាក្រោមតុណាយើងទៅមិនដឹងព្រោះលោកហ៊ុនសែនគាត់ថាកុំឆ្ងល់ពេកតែគេមានលើតុគេមានក្រោមតុកាលមួយត្រូវរើគ្នាជាមួយតកូលថាក់ស៊ីននោះជាមួយនាងបថងថាណោះប៉ុន្តែឥឡូវអត់មានត្រូវជាមួយអ្នកណាទេក្នុងរជ្ជកាលលោកអនុទិនចាន់វរៈគុលហ្នឹងគឺសិតតែសត្រូវស៊ីសាច់ហុតឈាមជាមួយនឹងរដ្ឋាភិបាលកម្ពុជាដែរដូច្នេះនៃនេះគឺប្រហែលជានយោបាយចិត្តសាស្ត្ររបស់ថៃនៅក្នុងការធ្វើឲ្យខ្មែរអាប់អោនហើយយកឱកាសហ្នឹងផ្សាយលើអន្តរជាតិថាខ្មែរកំពុងលូននឹងវទៅសុំឲ្យបើកព្រំដែនវិញព្រោះប៉ះពាល់នឹងលាក់តាមពិតខ្លួនទេដែលប៉ះពាល់ដែរហើយសុំចង់ឲ្យខ្មែរបើកទេព្រោះឃើញសុំឲ្យបើកច្រើនដងដែរណាតែខាងនេះក៏មានប្រធានអ្នកនាំពាក្យលោកហ៊ុនសែនគឺអ្នកនាំពាក្យព្រឹទ្ធសភាលោកជាធរិតហ្នឹងក៏បានច្រានចោលការលើកឡើងរបស់លោកសុរសាន់គង់សេរីនេះដោយគិតថាកម្ពុជាជាពិសេសលោកហ៊ុនសែនធ្លាប់បញ្ជាក់ចំហម្ដងហើយម្ដងទៀតតាំងពីចំហថ្ងៃ23កញ្ញាកន្លងទៅទៀតថាអត់មានរឿងទៅសុំឲ្យថៃបើកទេគឺថៃអ្នកបិទថៃអ្នកបើកខ្លួនឯងអញ្ចឹងទៅបាទឥឡូវខ្ញុំស្លេះព័ត៌មាននេះត្រឹមប៉ុណ្ណឹងប៉ុន្តែខ្ញុំចូលដល់ព័ត៌មានមួយនៅសល់ពេលខ្លីណាស់តែខ្ញុំនឹងជម្រាបតាក់ទងនឹងរឿងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជាដែលអង្រួនដួងចិត្តប្រជាពលរដ្ឋខ្មែររឿងព្រំដែនរកម្មចិត្តបលាលួសរកម្មចិត្តប៉ុណ្ណឹងហើយមានរឿងអាស្រូវរឿងលោកចិនស៊ីរឿងកូរ៉េខាងបូងឥឡូវមករឿងចរាចរណ៍បុកស្លាប់តឡាការកាត់ទោសឲ្យជាប់គុក1ឆ្នាំតាមពិតវាជាប់គុក3ឆ្នាំប៉ុន្តែគេព្យួរទោស2ឆ្នាំទៅអនុគ្រោះទោសទៅនៅសល់1ឆ្នាំអញ្ចឹង1ឆ្នាំជាប់គុកនៅសល់ប្រហែលខែ5-6ខែទៀតគាត់ត្រូវរួចខ្លួនហើយតើហេតុអីបានជារឿងនេះមកផ្អើលពេញបណ្ដាញសង្គមតើប្រជាពលរដ្ឋថ្នាក់ឥឡូវនេះនៅពេលដែលប្រជាពលរដ្ឋរករឿងទៅមានសេចក្តីថ្លែងការណ៍ពីសាលាដំបងរាជធានីភ្នំពេញខ្ញុំថាសេចក្តីថ្លែងការណ៍នេះអត់ចាំបាច់ទេបើតុលាការយើងឯករាជ្យសម្រាប់ក្តីអីឲ្យមានភាពសុក្រិតគេជឿទុកចិត្តតែចេញហើយព្រោះធម្មតាយើងសម្រាប់ច្បាស់លាស់ហេតុអីបានចាំបាច់បកស្រាយបើយើងបកស្រាយបានន័យថាមានមន្ទិលហើយបើមានមន្ទិលគឺបានប្រយោជន៍ទៅសាធារណជនហើយបានប្រយោជន៍ទៅសាធារណជនបានន័យថាប្រព័ន្ធតុលាការយើងគឺមានភាពមានបញ្ហាពុករលួយឬក៏អសមត្ថភាពឬក៏អញ្ញៃហើយនៅក្នុងនេះគាត់និយាយលើករឿងពីរហើយខ្ញុំថារឿងនេះបារម្ភដល់លោកមេឃសវណ្ណារាទៀតដែរព្រោះអីមនុស្សមកកណោលើកឡើងពេញបណ្ដាញសង្គម Facebook អត់យកមកដោះស្រាយលើកតែរឿងពីរគឺទី1គឺកាសែតកម្ពុជាថ្មី Daily ទី2គឺម្ចាស់កណនី Facebook ឈ្មោះមេឃសវណ្ណារាសេចក្តីថ្លែងការណ៍ស្តីពីការផ្សាយរបស់ Facebook ឈ្មោះកម្ពុជាថ្មី Daily កណនី Facebook ឈ្មោះមេឃសវណ្ណារាបណ្ដាពេកនិងបណ្ដាញសង្គមនានាតាក់ទងនឹងការផ្ដន់ទាទោសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់និងរបួសអ្នកដទៃនៅមុខក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោកមេឃសវណ្ណារាត្រៀមខ្លួនទៀតទៅលោកព្រោះគេយកឈ្មោះលោកមកនេះខ្វះអីមនុស្សមកកណោហេតុអីបានយកលោកមេឃសវណ្ណារាមកជាប្រធានគណៈបកនយោបាយកំពង់កវែកកឆ្នាំងផងលោកឲ្យនេះជាសារសម្រាប់លោកទៀតហើយលោកមេឃសវណ្ណារាត្រៀមជើងព្រួលវិច្ចទៀតទៅបងនៅថ្ងៃទី15ខែតុលា Facebook ឈ្មោះកម្ពុជាថ្មី Daily ផ្សព្វផ្សាយបានសរសេរបង្ហោះរៀបរាប់ថាតុលាការផ្ដន្ទាទោសអតីតនគរបាលរាជធានីឈ្មោះហ៊ុនហេងសវឹងស្រាបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ឲ្យមនុស្សម្នាក់ស្លាប់3នាក់របួសជាប់ពន្ធនាគារត្រឹម1ឆ្នាំ
និងកណនី Facebook ឈ្មោះមីកសវណ្ណារាបានផ្សព្វផ្សាយនិងសរសេរបង្ហោះរៀបរាប់ថាតឡាការផ្ដន់ទាទោសអតីតនគរបាលឈ្មោះហ៊ុនហេងសវង្សស្រាបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ឲ្យមនុស្ស11នាក់ស្លាប់3នាក់រងរបួសឲ្យជាប់គុកត្រឹមតែ1ឆ្នាំអយុត្តិធម៌ពេកទេដឹងជីវិតមនុស្សទិញមិនបានទេបាទដល់ពេលមានបញ្ហាបែបហ្នឹងបានសាលារាជធានីហ្នឹងសាលាដំបងហ្នឹងគេបកស្រាយមកថាគេកាត់ទោសហ្នឹងគេត្រឹមត្រូវពិនិត្យបច្ច័យអង្គហេតុហើយគេបញ្ជាក់ទៀតថាការដែលដាក់ទោសនេះគឺដោយសារតែសំអាងលើមូលហេតុដូចតទៅទី1ជនជាប់ចោតពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់និងរបួសអ្នកដទៃមែនដែលមានកម្រិតទោសក្នុងច្បាប់កំណត់ត្រឹម1ឆ្នាំដល់3ឆ្នាំយីចុះទោសសម្រាប់មនុស្សអីក៏តិចមកម្ល៉េះលោកហើយ1ដល់3ឆ្នាំហើយបើគ្រាន់តែគេតស៊ូផ្នែកបរិស្ថានរឿងកុំឲ្យលុបបង្កតមកក៏ជាប់គុក4 5 6ឆ្នាំដើម្បីការពារបរិស្ថានសោះហើយនេះគេស្លាប់ជាប់1ឆ្នាំទៅ3ឆ្នាំលោកកែច្បាប់នឹងឡើងវិញបើសិនជាបុកមនុស្សស្លាប់គ្រោះថ្នាក់ចរាចរណ៍សវង្សស្រាហើយជាប់ត្រឹម1ឆ្នាំដល់3ឆ្នាំបែបនេះគឺគេបឹកស្រាសវង្សស្រាបុកមនុស្សស្លាប់អស់ទៀតក៏មិនឈឺក្បាលដែរមក1 3ឆ្នាំហើយជាប់3ឆ្នាំហើយព្យួរទោស2ឆ្នាំហើយទុកឲ្យ1ឆ្នាំនៅតែជាប់គុកទៅនៅសល់តែ1ឆ្នាំឥឡូវ1ឆ្នាំជាប់បានជិត1ឆ្នាំនៅសល់3 4ខែទៀតអស់លោកតាមពិតទៅការបកស្រាយនេះវាស្រាលពេកហើយខ្ញុំជឿថាច្បាប់វាច្បាប់ប៉ុន្តែបើអស់លោកមានច្បាប់ចឹងមែននាំគ្នាធ្វើវិសោធនកម្មស្អែកហ្មងទៅកែវាចេញចុះអាច្បាប់ដកសញ្ជាតិគេឬក៏ដកលឿនហ្មងម្ល៉េះនេះជាបញ្ហានេះបុកគេស្លាប់ជាប់គុក1ឆ្នាំទៅ3ឆ្នាំហើយចុះក៏ស្រាលម្ល៉េះលោកថាទី2ជនជាប់ចោតមានជាតិអាល់កុលត្រឹម0.35មីលីក្រាមអីចឹងទៅបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចដែលក្រោមច្បាប់ហាមឃាត់ទេបើថាទាល់តែមានកម្រិតអាល់កុល0.4ឡើងទៅអាហ្នឹងបានយើងជាប់ជាតិស្វឹងជនជាប់ចោតមានវ័យចាស់ទី3ស្ថិតក្នុងស្ថានភាពមានជំងឺទឹកនោមផ្អែមហើយលើសឈាមតាមពិតអាណិតគាត់ដែរចុះបើចាស់មានទឹកនោមផ្អែមលើសឈាមអញ្ចឹងទេហេតុអីបានទទួលទានស្រាហ្នឹងធ្វើឲ្យមានបញ្ហារឿងទឹកនោមផ្អែមលើសឈាមដែរហ្នឹងណាពិបាកអញ្ចឹងណាទី4ជនរងគ្រោះទាំងអស់បានដកពាក្យបណ្ដឹងហើយបានព្រមព្រៀងទទួលសំណងរដ្ឋប្រវេណីតឡាការបានសម្រេចផ្តន្ទាទោស3ឆ្នាំកម្រិតទោសខ្ពស់បំផុតហើយតែអនុវត្តទោសពន្ធនាគារ1ឆ្នាំទោសនៅសល់2ឆ្នាំព្យួរដាក់ពន្ធនាគារជាកាតព្វកិច្ចមួយចំនួនរួមទាំងប្រកាសទោសពិន័យប្រាក់4លានរៀលប្រកាសទោសបន្ថែមហាមឃាត់បើកបរក្នុងរយៈពេល5ឆ្នាំដែរការសម្រេចអនុវត្តព្យួរទោសមួយផ្នែកនេះធ្វើឡើងស្របតាមលក្ខខណ្ឌបទបញ្ញត្តិជាធរមានទី6ជនជាប់ចោតនេះជននេះកំពុងជាប់ឃុំនៅក្នុងពន្ធនាគារនៅឡើយខ្ញុំថាការបកស្រាយរបស់តុលាការនេះគឺពំតំណោតខ្លួនឯងទេព្រោះដោយសារតែគ្រោះថ្នាក់ចរាចរណ៍ករណីព្រហ្មទណ្ឌគឺជារឿងបាត់ល្មើសអូក្រិដ្ឋជនល្មើសដកពាក្យបណ្ដឹងគឺដកទៅមែនហើយដើម្បីសម្រាលអីប៉ុន្តែអញ្ញាអាយកាអត់ត្រូវការពាក្យបណ្ដឹងអីខ្លាំងពេកព្រោះមនុស្សស្លាប់យ៉ាងហោចណាស់ក៏រោគយុតិធធសម្រាប់មនុស្សស្លាប់បើសំបីតែគេហៅថាម៉េចគ្រោះថ្នាក់ចរាចរណ៍មនុស្សជាតិអចេតនាក៏បានតាមមនុស្សជាតិអចេតនា1ទៅ3ឆ្នាំហ្នឹងស្ទើរផងនេះប៉ុន្តែនេះមិនមែនជាមនុស្សជាតិអចេតនាទេនៅពេលដែលយើងបើកបរស្រាស្រវឹងក្នុងពេលកំពុងបើកបរហើយបើទៅថាកម្រិតឈាមកម្រិតអាល់កុលហ្នឹងវាក្រោមតែបន្តិចតាមពិតអា4ចុចហ្នឹងគឺវាដល់កម្រិតគ្រោះថ្នាក់នេះហើយចុះឥឡូវយើងផឹកទៅដល់ចិត្តហ្នឹងហើយបានន័យថាស្រវឹងទុនតូដែរហើយដូច្នេះចង់និយាយថាបើអចេតនាក៏វាលើសនឹងដែរបងប្អូនមើលហើយអញ្ចឹងតែចាំបាច់តែជួយបកស្រាយតែរហូតអញ្ចឹងបងប្អូនខ្ញុំជម្រាបថាគួរតែកែច្បាប់ចរាចរណ៍មាត្រាឬក៏ពិន័យ1ទៅ3ឆ្នាំនៅពេលដែលបើកបរបុកមនុស្សស្លាប់ហ្នឹងទៅព្រោះអីច្បាប់នេះគឺមានភាពឆក់ល្វែងខ្លាំងធ្វើឲ្យចៅក្រមឬក៏តុលាការនឹងយកលេសដើម្បីសម្របសម្រួលបទូបថយដល់ចឹងទៅធ្វើឲ្យមនុស្សអត់រៀងចាលបងប្អូននៅពេលមនុស្សអត់រៀងចាលភាពអយុត្តិធម៌មាននៅក្នុងសង្គមអ្នកជនរងគ្រោះក៏គ្នាអត់បានយុត្តិធម៌ថាដកបណ្ដឹងដកប៉ុន្តែយុត្តិធម៌មិនមែនសម្រាប់តែជនរងគ្រោះហើយនឹងក្រុមពាក់ព័ន្ធទេយុត្តិធម៌គឺសម្រាប់សង្គមទូទៅផងគេមើលមកហ្នឹងឃើញយុត្តិធម៌គេជឿយើងអត់នៅពេលដែលគេអត់ជឿយើងអត់មានយុត្តិធម៌ទេបងប្អូនហើយនៅពេលដែលអត់មានយុត្តិធម៌ហ្នឹងអត់មានទេសន្តិភាពតតែស្ងប់ផ្លូវចិត្តទទួលយកបាននៅអ្វីដែលជាយុត្តិធម៌បើអត់មានយុត្តិធម៌មានសន្តិភាពមកពីណាចឹងយើងត្រូវមើលរឿងនឹងឡើងវិញហើយកុំបង្កើតរឿងនឹងឲ្យចេះតែមានមន្ទិលហើយចាំបាច់ចេញបកស្រាយឲ្យខាត់ពេលវេលាទៅអីបើអស់លោកធ្វើត្រូវនោះបាទអស់ហើយខ្ញុំផ្អាកការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណឹងសិនចុះហើយនៅមានរឿងអីបន្ថែមទៀតយើងនឹងបន្តទៀតហើយបង្អែមលៀងមាត់សម្រាប់រាត្រីនេះសន្មតចប់ត្រឹមប៉ុណ្ណេះ